មនុស្សយើងម្នាក់ៗគ្មានអ្នកណាគេចង់មេម៉ាយគ្មានអ្នកណាគេចង់ប្តីមួយប្តីពីរគ្មានអ្នកណាគេចង់ឲ្យកូនកំព្រានោះទេក៏ប៉ុន្តែវាសនារបស់មនុស្សយើងគឺមិនដូចគ្នានិស្ស័យកម្មបណ្ដាលឲ្យយើងជួបតែមនុស្សមិនល្អម៉ែដឹងថាកូនទ្រាំម៉ែដឹងថាកូនស៊ូព្រោះមិនចង់ឲ្យគេមើលងាយព្រោះមិនចង់ឲ្យគេពេបជ្រាយព្រោះមិនចង់ឲ្យគេរិះគន់កូនណាយកូនយល់តែអារម្មណ៍របស់អ្នកដទៃខ្វល់ពីពាក្យសម្ដីរបស់អ្នកដទៃតើកូនដែលយល់អារម្មណ៍ខ្លួនឯងខ្វល់ពីសេចក្តីសុខខ្លួនឯងខ្លះទេគេមានបុណ្យល្អទើបគេជួបគូគាត់ជើងមានកម្មក្រាស់បានជាយើងជួបតែគូកម្មទូកបៀមទឹកឆាប់ពុបមនុស្សបៀមទុកតែម្នាក់ឯងគឺឆាប់ស្លាប់មានអ្នកណាដឹងថាកូនរងទុក្ខនឹងទ្រាំលំបាកយ៉ាងណាហើយក៏គ្មានអ្នកណាមកជួយរែកពន្ធនៃទុក្ខលំបាករបស់កូនដែរដឹងហើយថាគូកម្មនៅបន្តក៏គ្មានក្តីសុខនឹងគ្នាដូច្នេះកូនត្រូវតែព្រមដាច់ចិត្តដោះលែងកម្មនោះឲ្យចេញពីជីវិតរបស់កូនជីវិតរបស់កូននឹងបានស្រស់បំព្រងនៅពេលដែលគ្មានវត្តមានរបស់គេ